បាទជំរាបសួរខ្ញុំឈ្មោះសុកម៉ារ៉ាឌីជាកសិករនៅភូមិត្រពាំងខ្នុលឃុំរនាមស្រុកត្រាំងខេត្តតាកែវខ្ញុំត្រេកអរណាស់ដែលបានមានមន្ត្រីកសិកម្មឃុំដែលបានចុះជួយតាមមូលដ្ឋានភូមិបានបង្ហាញឲ្យខ្ញុំធ្វើជាគោលការណ៍ស្រែល្អពីមុនមកគឺយើងមិនមានជាពង្រៀបដីធ្វើជាអូអីទេមានមន្ត្រីកសិកម្មឃុំយើងនេះមកគាត់ក៏ជួយប្រាប់វិធីឲ្យយើងពង្រៀបដីធ្វើជាអូបង្ហូរទឹកចេញចូលហើយមិនណែនាំឲ្យមានជីត្របាតដើម្បីឲ្យស្រូវយើងល្អហើយចំពោះជីត្របាតនេះវាមិនជាល្អហួសអីប្រមាណទេតែព្រឹសវាវិញដើមវាខ្លីល្មមណាហើយបានខៀវគឺខៀវជាប់ជានិច្ចបាទល្អមែនទែនហ្មងហើយជាបន្ថែមទៀតនោះគឺគាត់បានចុះមកជួយផ្ទាល់តែម្ដងហើយគាត់បានមកជួយមើលដែលស្រូវយើងមានជំងឺឬក៏គ្រាប់ពូជណាដែលសាក់មិនល្អអីគឺគាត់បានប្រាប់ថាឲ្យយកពូជល្អហើយគាត់ពេលដែលយើងត្រូវការគាត់គឺគាត់យើងហៅគាត់មកនេះមកជួយមើលយើងបានទាំងអស់មានជំងឺមានអីដែលយើងត្រូវការគឺតាក់ទងទៅគាត់នឹងចុះមកភ្លាមតែម្ដងនេះខ្ញុំសប្បាយចិត្តណាស់ដែលបានមានមន្ត្រីកសិកម្មឃុំយើងបានចុះមកជួយតាមមូលដ្ឋានផ្ទាល់តែម្ដងអ្វីដែលគាត់បង្ហាញខ្ញុំនេះគឺខ្ញុំយកទៅបន្ថែមឲ្យកសិករគ្រប់គ្នានឹងធ្វើតាមគាត់ដើម្បីឲ្យបានផលល្អដូចគ្នាបាទជាចុងក្រោយនេះខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងកសិកម្មដែលបានដាក់ពង្រាយនៅមន្ត្រីកសិកម្មឃុំចុះតាមមូលដ្ឋាន